គ្រប់ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់នៅក្នុងបណ្ដាញសង្គម Facebook យើងទាំងមូលក៏ដូចជាបងប្អូនដែលកំពុងតែទស្សនាតាមរយៈកញ្ចក់ទូរស័ព្ទរបស់លោកអ្នកតាម channel YouTube របស់ខ្ញុំបានអញ្ចឹងថ្ងៃនេះយើងសិក្សាអំពីបច្ចេកទេសចិញ្ចឹមគោសាច់ដោយប្រើប្រាស់ចំណីផ្សំខ្លួនឯងអញ្ចឹងនៅក្នុងការចិញ្ចឹមសត្វទី1យើងត្រូវការចេះចំណីចេះបច្ចេកទេសនៃការចិញ្ចឹមសត្វអញ្ចឹងនៅក្នុងប្រទេសកម្ពុជារបស់យើងការចិញ្ចឹមសត្វជាទូទៅគេចែកចេញជា3បងប្អូនគេចែកចេញជា3ទៅតាមតំបន់ដោយការពីមុនគេចែកចេញទៅគេធ្វើអាជីវកម្មសម្រាប់ទី1គឺគេយកទៅធ្វើអីបងប្អូនទី1គេយកទៅធ្វើសាច់ឬក៏ចូលទីផ្សារទី2គេយកវាទៅជាកម្លាំងអូសទាញហើយក៏ទី3គេយកវាទឹកដោះសម្រាប់ផលិតទឹកដោះនៅក្នុងប្រទេសកម្ពុជារបស់យើងក៏ដូចគឺជាការគ្រប់គ្រងជាសាច់ម្ហូបអាហារប៉ុន្តែមកដល់បច្ចុប្បន្ននេះដោយសារបច្ចេកវិទ្យាកាន់តែទំនើបវិស័យកសិកម្មដោយមានការរីកចម្រើនទៅលើវិស័យគ្រឿងយន្តកសិកម្មវាបានចូលរួមចំណែកជាទូនាទីសម្រាប់ជាកម្លាំងអូសទាញចំនួនសត្វទៅហើយតែហេតុនៅក្នុងបច្ចុប្បន្ននេះគេចិញ្ចឹមវាទៅជាសាច់ឬក៏វាជាយកពូជអញ្ចឹងក្នុងការលក្ខណៈនៃការចិញ្ចឹមគោនៅក្នុងប្រទេសកម្ពុជាយើងជាការចិញ្ចឹមគោចែកជា3ប្រភេទធំៗដូចជាការចិញ្ចឹមសម្រាប់ផលិតទឹកដោះការចិញ្ចឹមសម្រាប់ផ្គត់ផ្គង់សាច់ជាម្ហូបអាហារនិងការចិញ្ចឹមសម្រាប់ជាកម្លាំងអូសទាញនៅក្នុងវិស័យកសិកម្មក៏ប៉ុន្តែបច្ចុប្បន្នដោយសារការរីកចម្រើនផ្នែកវិស័យគ្រឿងយន្តកសិកម្មដែលបានចូលរួមមកបំពេញតួនាទីជាកម្លាំងអូសទាញផលិតកសិកម្មចិញ្ចឹមគោសម្រាប់ជាកម្លាំងអូសទាញត្រូវបានបំវែកម្មវិធីទៅជាការចិញ្ចឹមសម្រាប់យកពូជនិងការផ្គត់ផ្គង់សាច់នៅលើទីផ្សារក៏ដូចជាយកទឹកដោះទៅវិញនៅក្នុងដំណើរការចិញ្ចឹមគោយកសាច់កសិកររបស់យើងត្រូវដឹងចំណុចសំខាន់ដូចជាទី1ការរៀបចំក្រោលការជ្រើសរើសពូជរូបរាងផែនគោដងខ្លួនអាយុនិងអ្វីដែលសំខាន់នោះគឺចំណីក៏ដូចជាការធ្វើផ្អកដើមពោតផ្អកច្បើងផ្អកអាប់ចំណីគ្រឿងផ្សំដែលប្រើប្រាស់វត្ថុធាតុដើមនៅក្នុងប្រទេសរបស់យើងនៅក្នុងតំបន់របស់យើងក៏ដូចជាការចេះប្រើថ្នាំទម្លាក់សត្វល្អិតការប្រើប្រាស់វីតាមីននិងត្រូវដឹងកម្មវិធីវ៉ាក់សាំងដើម្បីឲ្យការចិញ្ចឹមគោទទួលបានទិន្នផលល្អប្រសើរផងដែរអ្វីដែលជាពិសេសនោះយើងត្រូវដឹងពីបច្ចេកទេសនៃការចិញ្ចឹមបច្ចេកទេសនៃការចិញ្ចឹមទី1យើងត្រូវរៀបចំក្រលគោដូចជាស្នូកចំណីទឹកស្នូកអីជាដើមក្រលគោមានសារៈសំខាន់ណាស់សម្រាប់ការចិញ្ចឹមគោសាច់ក្រលគោជួយទប់ទល់កម្ដៅព្រះអាទិត្យទឹកភ្លៀងនិងកត្តាសត្វចង្រៃផ្សេងទៀតការសង់ត្រូវស្ថិតនៅលើដីទួលម្លិចទឹកឬទឹកហូរកាត់ហើយផ្ទៃនៃក្រលគោត្រូវស្ងួតជានិច្ចនិងត្រូវសម្អាតលាមកចេញរាល់ថ្ងៃដើម្បីរក្សាឲ្យកម្រាលដីមានសភាពស្ងួតក្រលគោស្ថិតនៅក្រោមខ្យល់នៃលំនៅឋានដើម្បីកុំឲ្យវាជះក្លិនទៅដល់ការរស់នៅរបស់ប្រជាពលរដ្ឋក៏ដូចជាប្រទេសអ្វីដែលយើងរស់នៅហើយសម្ភារៈសង់អាចយើងអាចរកបាននៅតាមមូលដ្ឋានរបស់យើងដែលតំបន់ខ្លះគេអាចធ្វើមកពីដើមស័យកូនឈើដើមត្នោតប្រក់ដបោសបោឬអាសាងអាស័យលាក់នឹងលាក់ហើយអ្វីដែលជាពិសេសនោះគោមួយក្បាលសម្រាប់គូសាច់មួយក្បាលវាត្រូវការផ្ទៃកាឡាសម្រាប់ពី4ទៅ6ម៉ែត្រការ៉េនៅក្នុងមួយគូក្បាលចុះបងប្អូនទាំងអស់គ្នាមើលរូបភាពនេះបន្ថែមទៅហើយបន្ទាប់មកពីយើងបច្ចេកទេសហ្នឹងគឺទី2គឺការជ្រើសរើសពូជសាច់គូសាច់ចឹងដើម្បីធានានៅការបំពន់សាច់គោដែលមានទិន្នផលខ្ពស់ធំលឿន កសិករត្រូវមើលពូជគោណាដែលធំធាត់លឿនសាច់ច្រើនមានធំកមូលក្បាលទុយល្មមបបោមាត់ធំសំប៉ែតពូកែស៊ីស្មៅនិងចំណីសត្វវាស៊ីដំណាំគ្រប់ប្រភេទហើយមើលរៀងរៅឲ្យវាមានភាពមាំចំហឈរត្រង់ជើងមុខក្រោយមានកម្ពស់ស្មើគ្នា
ăn chùm đi thôm tủ lia mà múc nâng ăn trắc kiện thôm tủ lia khăn về trắng mình cao rồi en cho cào chùm râu luôn trâu kết bị khăn cho một cào po miền rùm kra tuần plư luôn liền một thôm chán hay mình sâu rịa chia bị chạm đấy cô để miền sau hiệp lo mình thọ qua chùm ngư cho lọp gì một năm nó tàu một năm trong bây giờ mình đang học ni còn chỉ thọp đắng hay thà ca chỉ chấm cô nhưng trâu ca tao nó nắng chứng đấy chỉ hiện tí muối để khi bạn lược dọc một tài phản nắng hay về chất để tha ở vậy để khi bạn lược láng đấyคือkhi bạn đọ sóng tranh pì ở thằng kia bị vọt cho nó bóp năng cả xì cam và sau đó khi bạn đi ra tàu miền và ca khó to cái này là mỗi số mà đồ đây đang ở bên ta ở khi bạn số can tay phải tu chúng có còn khó to này trên tận này mùi để khi bạn nó pom nóm ở đâu video lò tiếp sầm rạp phục mai bằng phone đầu cao đầu phía pi bản tọp trong mong con còn ởนี้còn ai ôn lối ai cho subscribe mỗi đồng bay ởตัวbàn video bản tọp để cho bạn ở đằng phò nó về video bản tọp bạn số mà con số cho việc liền